ពុកម៉ែបងប្អូនអរគ្នាណាបងប្អូនរួមលោកទាំងអស់គិតយ៉ាងណាដើម្បីឲ្យមានក្តីសុខអ្នកគ្រូខ្ញុំគិតយ៉ាងណាដើម្បីឲ្យមានក្តីសុខអញ្ចឹងសេចក្តីសុខគឺសំដៅទៅលើការគិតរបស់យើងការគិតការនិយាយរបស់យើងអញ្ចឹងបើសិនជាយើងគិតល្អនិយាយល្អធ្វើល្អរឿងល្អបញ្ចូលក្នុងជីវិតរបស់យើងអញ្ចឹងខ្ញុំត្រូវគិតបែបណាអ្នកគ្រូដើម្បីឲ្យមានក្តីសុខត្រូវគិតតែវិជ្ជមានត្រូវគិតតែរឿងល្អល្អត្រូវគិតតែរឿងមួយដែលគិតថាយើងសប្បាយចិត្តអញ្ចឹងគិតឲ្យមានក្តីសុខគិតហើយធ្វើអារម្មណ៍របស់យើងស្រស់ស្រាយគិតហើយធ្វើអារម្មណ៍របស់យើងនឹងវាមានភាពមួយជាដុំដែលឆក់មួយដូចថាស្រូបទាញតែរឿងល្អអញ្ចឹងណាវាច្បាប់ធម្មជាតិយើងទាញជាដុំដែលឆក់យើងទាញយកអ្នកដែលគិតវិជ្ជមានគិតរឿងល្អល្អដូចគ្នាអញ្ចឹងគិតឲ្យមានក្តីសុខបានណាយើងគិតហើយយើងសុខក្នុងចិត្តគិតហើយយើងអត់មានបារម្ភរឿងអ្វីក្រៅពីការគិតរបស់យើងផ្ដោតលើក្តីសុខការគិតរបស់យើងផ្ដោតតែពីរឿងល្អល្អសូម្បីតែយើងមានមុខរបរឬមួយក៏មានអាជីវកម្មតូចធំយ៉ាងណាក៏ដោយទោះជាបញ្ហាចូលកើតឡើងតិចតួចឬមកក៏បញ្ហាអ្វីក៏ដោយគឺត្រូវតែគិតផលិតក្តីសុខឲ្យចេញគិតផលិតក្តីសុខក្នុងការគិតក្នុងខួរក្បាលរបស់យើងក្នុងអារម្មណ៍របស់យើងគិតឲ្យមានក្តីសុខចេញឲ្យក្តីសុខជាដដែលដើម្បីឲ្យវាឆ្លាយជាទម្លាប់ហើយវានឹងទៅតាមធម្មជាតិដែលស្វ័យប្រវត្តិព្រោះវាឡងមកវិញនឹងជីវិតចូលក្នុងជីវិតរបស់យើងដោយងាយអញ្ចឹងពេលដែលយើងមានបញ្ហាឬមានអ្វីដែលតាក់ទងអារម្មណ៍មិនអត់មានក្តីសុខយើងបង្វែរវាឲ្យមានក្តីសុខមកវិញយើងត្រូវតែចាប់ផ្ដើមសាងជីវិតរបស់យើងឲ្យមានក្តីសុខគ្រប់ពេលវេលាទាំងអស់អញ្ចឹងគិតឲ្យមានក្តីសុខនេះជាប្រធានបទមួយដែលគិតថាវាអស្ចារ្យសម្រាប់ការរស់នៅរបស់យើងគ្រប់គ្នាព្រោះយើងម្នាក់រស់នៅត្រូវការឲ្យមានក្តីសុខវាអត់មាននៅណាឆ្ងាយទេវានៅជាប់នឹងយើងជានិច្ចតែមកពីយើងមិនគិតវាយើងគិតតែរឿងផ្សេងដែលមិនសប្បាយចិត្តអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនរួមដូបទាំងអស់គ្នាណារួមគិតល្អនិយាយល្អធ្វើល្អជីវិតនឹងមានតែរឿងល្អគ្រប់ពេលវេលាផលល្អបានពិតគិតអ្វីបាននឹងអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនពេលនេះកំពុងតែពេលមើលនេះឬមួយក៏មើលពេលក្រោយណាបើសិនជាគិតអត់មានក្តីសុខទេសូមបោះបង់ចោលសូមកុំគិតឲ្យសោះគិតតែរឿងដែលឲ្យមានក្តីសុខតែប៉ុណ្ណោះព្រោះបើយើងមានក្តីសុខរាងកាយរបស់យើងផ្លូវចិត្តរបស់យើងរឹងមាំហើយយើងវាយល់មកវាមានអ្វីគ្រប់យ៉ាងតែម្ដងចូលក្នុងជីវិតរបស់យើងអត់អាចជីវិតរបស់យើងជួបអ្វីដែលមិនសមបំណងទេព្រោះច្បាប់ធម្មជាតិបង្កើតមកឲ្យយើងមានគ្រប់យ៉ាងហើយមកពីការគិតរបស់យើងតែប៉ុណ្ណោះអញ្ចឹងយើងត្រូវតែធ្វើយ៉ាងណាគិតតែរឿងសុខអារម្មណ៍ល្អសប្បាយចិត្តលក់ដូរក៏ដាច់ធ្វើអ្វីក៏បានសម្រេចសូមឲ្យពេលវេលាទាំងប្រមាណនឹងរឿងអតីតកាលទាំងអស់ដែលយើងមិនសប្បាយចិត្តសូមកុំគិតឲ្យសោះណាពុកម៉ែបងប្អូនសូមទម្លាក់ចោលរឿងអតីតកាលទម្លាក់ចោលរឿងដែលគិតថាយើងមិនចង់បានពីអតីតកាលណាកុំនឹកទៀតគិតរឿងឥឡូវនេះតើខ្ញុំកំពុងតែមានអារម្មណ៍មានសេចក្តីសុខឬមួយក៏ក្អិតទុក្ខអញ្ចឹងត្រូវតែបដូរអារម្មណ៍ភ្លាមជាពិសេសពេលដែលយើងកំពុងធ្វើដំណើរតាមផ្លូវឬមួយក៏យើងទៅណាមកណាអីចឹងណាពុកម៉ែបងប្អូនប្រើអារម្មណ៍មួយនៅចំពោះមុខប្រើអារម្មណ៍មួយគឺយើងគិតតែដូចថាគិតតែរឿងតែល្អណាអត់ឲ្យគិតរឿងដែលមិនល្អចូលក្នុងជីវិតរបស់យើងតែម្ដងណាបើយើងនឹងថាគិតអីបាននឹងគិតឲ្យបានសុខគ្រាន់តែគិតសុខបានសុខវាឡងមកវិញវាអត់មានអីត្រូវនេះទេតែគាត់ថាយើងប្រើពេលវេលាមិនមែនយើងគិតភ្លាមអូខេបានសុខភ្លាមត្រូវហើយតែយើងត្រូវឲ្យវាជាទម្លាប់ដដែលដោយសារយើងធ្លាប់គិតអវិជ្ជមានគិតអត់សុខនោះអារម្មណ៍មិនល្អនោះវាច្រើនមកហើយតាំងពីអាយុប្រហែលតាំងពីតូចរហូតដល់ឥឡូវប្រហែល10ឆ្នាំ20ឆ្នាំ30ឆ្នាំ40ឆ្នាំឬ50ឆ្នាំយើងបានគិតរួចមកហើយអញ្ចឹងធ្វើឲ្យយើងវាមានដំបៅមួយធ្វើឲ្យយើងវាមានទីតាំងមួយជាទម្លាប់រួចហើយអញ្ចឹងយើងត្រូវតែបដូរអារម្មណ៍យើងតែបដូរការគិតវិញធ្វើជាដដែលពេលអ្វីក៏ញញឹមពេលអ្វីក៏មានសេចក្តីសុខខ្ញុំមានសេចក្តីសុខចំពោះខ្លួនឯងខ្ញុំរឹងមាំបំផុតណែឃើញទេគាត់យើងបដូរហើយនិយាយដដែលជីវិតរបស់យើងគឺមានក្តីសុខពោពេញដោយ
អារម្មណ៍ល្អរបស់យើងណាព្រោះអីគ្មានអ្វីដែលជួយក្រៅពីខ្លួនយើងទេព្រោះគ្មានអ្នកគ្រូក៏មិនអាចជួយអ្នកណាក៏មិនអាចជួយបានដែរការគិតរបស់យើងអញ្ចឹងអ្នកគ្រូក៏បានជួយបញ្យល់ជួយណែនាំអញ្ចឹងណាបើយើងគិតទៅរឿងអត់សុខវិញរឿងអវិជ្ជមានវិញយើងនឹងបានផលនឹងវិញដដែលដូចគ្នាទេអញ្ចឹងពុកម៉ែបងប្អូនធ្វើអ្វីកំពុងធ្វើអ្វីកំពុងទៅណាមកណាកំពុងកើតរឿងអ្វីក៏ដោយពេលបានឃើញវីដេអូអ្នកគ្រូហើយត្រូវតែបដូរអារម្មណ៍ការគិតភ្លាមគិតមើលបដូរមើលតើវាសុខមែនអត់ដូចអ្នកគ្រូថាអត់គិតឲ្យមានក្តីសុខនេះគិតមើលវាត្រូវនឹងឲ្យមានក្តីសុខអត់តោះអត់មានអស់លុយទេគ្រាន់តែមើលឃ្លីបអ្នកគ្រូឲ្យអនុវត្តទៅព្រោះនេះជាតិចនិចមួយរបស់ច្បាប់ធម្មជាតិដែលបង្កើតឡើងឲ្យបងប្អូនរួមលោកទាំងអស់គ្នាត្រូវដឹងតែពេលខ្លះពុកម៉ែបងប្អូនយើងមួយចំនួនធំលើពិភពលោកគាត់អត់បានដឹងទេគាត់ដឹងតែពីកើតមកមជ្ឈដ្ឋានការរស់នៅជុំវិញរបស់គាត់និងការគិតឪពុកម្ដាយដែលគាត់អត់បានស្វែងយល់ពីច្បាប់ធម្មជាតិណាគាត់មិនសូវបានអានសភៅគាត់មិនសូវបានមានពេលគ្រប់គ្រាន់យកចំណេះដឹងដែលគេសម័យនេះយើងយកតាម YouTube ឬមួយក៏តាមគ្រូបង្រៀនផ្សេងដែលគាត់មានភាពអស្ចារ្យមានភាពជឿនលឿននិងអភិវឌ្ឍខ្លួនបានល្អដែលគាត់ខំសិក្សាហើយគាត់ចែករំលែកពេលខ្លះគាត់អត់បានស្ដាប់មានពេលស្ដាប់ទេគាត់ឡាយរវល់លក់ដូរអញ្ចឹងណាអញ្ចឹងក៏អត់មានពេលទេតែចៃដន្យឯងមាននិស្ស័យបានជួបនឹងវីដេអូរបស់អ្នកម្ចាស់ផែនដីស្រៀងសុភាពដែលជាគ្រូបង្វឹកដោះបំណុលលេខ1លើពិភពលោកនេះមកប្រាប់ដល់ងាយទៀតសាមញ្ញទៀតអត់មានទៅកាច់កង់ទៅខាងណាទេគឺគិតឲ្យមានក្តីសុខតែម្ដងអញ្ចឹងដូរបង្វែរមកដាក់ប៉ុស្តិ៍វលឹងផ្លែតគិតឲ្យមានក្តីសុខដាក់មើលមកទំហឹងមើលគិតមើលមានក្តីសុខមើលវាម៉េចពិបាកចិត្តយូរហើយគ្មានថ្ងៃណាក៏គ្មានក្តីសុខទេបើកភ្នែកឡើងគិតតែរឿងពិបាកចិត្តរហូតមើលអញ្ចឹងឥឡូវដាក់មើលតោះដាក់ប៉ុស្តិ៍នឹងទាំងអស់គ្នាគិតឲ្យមានក្តីសុខចាសូមអរគុណពុកម៉ែបងប្អូនទាំងគ្នាណាដែលបាន follow និង comment អាច comment ជាសំណួរបានពុកម៉ែបងប្អូនណាប្រឹក្សាដែលគិតថ្លៃសេវាហើយសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគិតឲ្យមានក្តីសុខទាំងអស់គ្នាណាសូមជូនពរពុកម៉ែបងប្អូនមានក្តីសុខក្តីចម្រើនគ្រប់ពេលវេលាណាសូមធ្វើអ្វីឲ្យបានសម្រេចដោយបំណងទាំងអស់អ្វីសូមឲ្យកើតឡើងចំពោះពុកម៉ែបងប្អូនមានតែរឿងល្អគ្រប់យ៉ាងតែប៉ុណ្ណោះសូមអរគុណចំពោះរឿងដែលអស្ចារ្យនៅលើលោកនេះណាពុកម៉ែបងប្អូនទាំងអស់គ្នាសូមឲ្យអ្វីកើតឡើងចំពោះពុកម៉ែបងប្អូនមានតែរឿងល្អមានតែរឿងអស្ចារ្យនិងជាពិសេសគិតឲ្យមានក្តីសុខសូមឲ្យពុកម៉ែបងប្អូន follow page copy link ផងណាព្រោះវីដេអូនេះយើងផុសទៅ3 TikTok Facebook និង page comment ដាក់បេះដូងនិងចែករំលែកបន្តដើម្បីឲ្យសាងសុភមង្គលសាងក្តីសុខអារម្មណ៍ល្អឲ្យបានគ្រប់គ្នាព្រោះជាវីដេអូឃ្លីបខ្លីដែលអ្នកគ្រូខំចែករំលែកដើម្បីឲ្យពុកម៉ែបងប្អូនស្គាល់ពីច្បាប់ធម្មជាតិវាមានកម្លាំងមហាសាលច្បាប់ធម្មជាតិវាធ្វើឲ្យយើងនេះដើរអត់ដល់ផ្លូវតដើរដល់ផ្លូវតហើយយើងរលាស់ខ្លួនយើងទម្លាក់ខ្លួនវិញដើម្បីរកសេចក្តីសុខគិតឲ្យមានក្តីសុខមហាសាលគិតឲ្យមានសុភមង្គលមហាសាលអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនមានតែរឿងល្អចូលក្នុងជីវិតណាលក់ដូរដាច់យកជាមនុស្សដែលមហាសំណាងបំផុតដែលបានមើលឃ្លីបវីដេអូនេះសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគិតល្អនិយាយល្អធ្វើល្អជីវិតជួបតែរឿងល្អគ្រប់ពេលវេលាទាំងអស់អញ្ចឹងអ្នកគ្រូក៏សូមអរគុណដែរសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនរួមលោកទាំងអស់ណាដែលគាត់ខំយកចិត្តទុកដាក់មើលវីដេអូអ្នកគ្រូបន្តរហូតដោយសារអីអ្នកគ្រូចែករំលែកតែរឿងបទពិសោធន៍ជីវិតចែករំលែកតែរឿងដែលគិតឲ្យមានក្តីសុខជាពិសេសសម្រាប់វីដេអូនេះគឺបង្ហោះទៅគិតឲ្យមានក្តីសុខអញ្ចឹងណាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជួយចាប់ផ្ដើមបន្តចែករំលែកទៅព្រោះនេះជាពាក្យដដែលមួយដើម្បីឲ្យយើងមានសេចក្តីមួយគិតឲ្យមានក្តីសុខដូចគ្នាចាណាយើងគិតឲ្យមានក្តីសុខហើយយើងត្រូវតែផ្ដល់ឲ្យអ្នកដទៃអញ្ចឹងបើសិនជាយើងមិនអាចចែករំលែកបានឬមួយក៏គ្រាន់ស្ដាប់ហើយយើងមានក្តីសុខសូមឲ្យចែករំលែកទៅពុកម៉ែបងប្អូនណាមិនថាពុកម៉ែបងប្អូនស្គាល់មិនស្គាល់សូមចែករំលែកទាំងអស់គ្នាទៅដើម្បីជារួមសាងទាំងអស់គ្នាពុកម៉ែបងប្អូនណាសាងអ្វីក៏បានឲ្យតែមានក្តីសុខគឺសាងតែរឿងល្អតែប៉ុណ្ណោះសូមអរគុណពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាមើលពេលនេះនិងពេល